លើកតេមីកទី1បងអូនមានរយៈពេល5នាទីសូមគោរពអញ្ជើញយុវជនគឺជាកម្លាំងជាតិបើយុវជនឆ្លៀតត្រឹមបញ្ហាជារឿងអីថាយុវជនដោះស្រាយបានចំណែកគ្រូស្រវឹងប្រាប់បំផ្លាញសុខភាពប្រជាជននិងសង្គមបើយុវជនក្នុងនោះក្រុមយើងខ្ញុំយល់ឃើញថានៅខេត្តវិទ្យាករនិងខេត្តវិទ្យាករបានខ្លាំងមួយក្នុងការចូលរួមចំណែកកាត់បន្ថយបញ្ហាប្រឈមពីការបរិភោគគ្រឿងស្រវឹងបានណាអង្គវេទិកាមូលលោកសង្គមពលរដ្ឋគណៈកម្មការនិងអង្គវេទិកាមូលជាទីគោរពនិងទូទៅដល់ការបន្តបដិសេធជាទីស្រឡាញ់អាននេះខ្ញុំវិចិត្រលក្ខមីធីតាជាបេក្ខនារីទី1ដំណើរអង្គស្របមកពីវិស័យមង្គលសូមចូលខ្លួនមកក្នុងនៃការពីគ្នាអាននៅប្រទេសរបស់មួយដែលបានលើកឡើងថាយុវជនបានទូនាទីចម្បងក្នុងការចូលរួមចំណែកកាត់បន្ថយបញ្ហាប្រឈមការបរិភោគគ្រឿងស្រវឹងដើម្បីជាជំនួយជួយរួមចំណែកក្នុងការបកស្រាយប្រធានបទខាងលើឲ្យការចាត់បោះបាយទីជាមួយខេត្តទីនោះអនុញ្ញាតឲ្យខ្ញុំពលរដ្ឋនៅពេលនេះមួយជំនួយជាមុនសិនពាក្យថាយុវជនគឺជាជនពិសេសទាំងឡាយណាដែលមានអាយុចាប់ពី15ទៅ35ឆ្នាំនៅរាវឬរាជការហើយនេះគឺយកតាមគោលនយោបាយជាស្ថិតការអភិវឌ្ឍយុវជនកម្ពុជារីឯការកាត់បន្ថយគឺជាការធ្វើឲ្យថយចុះពីច្រើនមកតិចនេះគឺយកតាមវិជ្ជារបស់របស់សម្ដេចព្រះសង្ឃរាជជួនណាចំណែកវិធានគ្រឿងស្រវឹងគឺជាគ្រឿងញៀនមួយប្រភេទដែលមានសារធាតុផ្សំពីអាល់កុលនេះបើយកតាមគេហទំព័ររបស់រដ្ឋព្រីវើដូចនេះប្រធានបទខាងលើមានអត្ថន័យជារួមថាជនបរទេសទាំងឡាយណាដែលមានអាយុចាប់ពី15ទៅ35ឆ្នាំនៅលើដីឬលើការហើយគឺជាក្រុមមនុស្សដែលបានធ្វើជាចំបក្នុងការធ្វើឲ្យថយចុះបញ្ហាប្រឈមនានាដែលបណ្ដាលមកពីគ្រឿងស្រវឹងមួយប្រភេទតែបណ្ដាលមកពីគ្រឿងញៀនមួយប្រភេទដែលមានសារធាតុផ្សំពីអាល់កុលដូចនេះហើយក្រុមយើងខ្ញុំសូមពំនាំទៅតែឲ្យផងក៏សូមធ្វើបទជំនួស3សំខាន់គឺតែឲ្យកទី1យុវជនគឺជាក្រុមមនុស្សដែលមានតែដែលគឺជាក្រុមមនុស្សពោពេញទៅដោយចំណេះដឹងមានបញ្ញាវិវ័យអាចឆ្នៃនៃរកដំណោះស្រាយតែឲ្យកទី2យុវជនគឺជាកម្លាំងស្នូលក៏មានសក្តានុពលក្នុងការធ្វើសកម្មភាពតែឲ្យកទី3យុវជនជាមនុស្សជំនាន់ថ្មីមានភាពមានវ័យក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាធ្វើជាទីលានដោះស្រាយបញ្ហាជាកិច្ចបន្តអនុញ្ញាតឲ្យខ្ញុំធ្វើការបកស្រាយទៅឲ្យកទី1ដល់ទៅបាននិយាយពីសង្គមកម្ពុជាបច្ចុប្បន្នបញ្ហាគ្រឿងស្រវឹងគឺជាបញ្ហាដែលត្រូវបានគេជជែកកាន់សកម្មមិនថាតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមអង្គបញ្ចូលកិច្ចកម្មវិធីសិក្ខាសាលានិងកិច្ចប្រជុំនានាបញ្ហាសរសៃគ្រឿងស្រវឹងការបរិភោគគ្រឿងស្រវឹងនិងបញ្ហាអភិវឌ្ឍអវិជ្ជារបស់គ្រឿងស្រវឹងគឺជាប្រធានបទដែលកំពុងមួយនាពេលបច្ចុប្បន្នរហូតដល់មានការបង្ខំហាត់ដល់រដ្ឋាភិបាលឲ្យជួបចាត់វិធានការជាបន្ទាន់ដើម្បីជួបទស្សនកិច្ចរបស់ស្ថាប័នបញ្ហាមួយនេះប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយណាមួយដែលជាកត្តាសំស្របដែលអាចជួយទស្សនកិច្ចរបស់ស្ថាប័ននេះឡើយហើយក្រុមខ្ញុំបានមើលឃើញថាយុវជនគឺជាចំណែកបង្កើតជាផ្នែកអនុស្សាវរីយ៍ក្នុងការដោះស្រាយបញ្ហាដ៏ស្មុគស្មាញនេះក្រោមហេតុផលយុវជនគឺជាកម្លាំងស្នូលរបស់សង្គមដែលមានការថាមពលចំណេះដឹងសមត្ថភាពកម្លាំងក្នុងការជំរុញការធ្វើអីរបស់សង្គមការផ្សព្វផ្សាយការឈានទៅរកការចូលរួមចំណែកការបន្ថយបញ្ហាប្រឈមពីការបរិភោគគ្រឿងស្រវឹងជាក់ជាមិនខានអង្គវិទ្យាការមួយជាទីគោរពយុវជនត្រូវបានគេចាត់ទុកថាជាបង្កើតសិទ្ធិសេរីដែលទទួលបានការអប់រំខ្ពស់ដែលមានចំណេះដឹងពួកគេអាចពិចារណានិងវិនិច្ឆ័យបានច្បាស់អំពីផលប៉ះពាល់នៃអវិជ្ជារបស់គ្រឿងស្រវឹងមកលើសុខភាពនិងសង្គមការចាត់ដឹងរបស់ពួកគេគឺអាចជួយពួកគេស្វែងយល់ពីចំណុចវិទ្យាសាស្ត្របង្ងាយរកអតិពលសម្ពាធពីមិត្តភ័ក្តិក្នុងការសេពគ្រឿងស្រវឹងនិងយល់អំពីហានិភ័យនៃការបន្តរបស់គ្រឿងស្រវឹងលើពីនេះពួកគេអាចរៀនសូត្រអំពីការសិក្សាគ្រឿងស្រវឹងហួសហេតុនិងគោលការណ៍ពាក់ព័ន្ធនឹងជីវិតដើម្បីធ្វើជាពលរដ្ឋគំរូមកតែសម្ដេចបវរធិបតីថនបណ្ឌិតប្រមុខរដ្ឋាភិបាលនៃប្រជាជាតិកម្ពុជាបានមានប្រសាសន៍ថាយុវជនគឺជាសសរស្តម្ភដូចជាកម្លាំងចលនាសម្រាប់ការអភិវឌ្ឍជាតិសារនេះបានបញ្ជាក់តែច្បាស់ថាយុវជនមិនត្រឹមតែជាអ្នកដែលទទួលបានការអភិវឌ្ឍប៉ុណ្ណោះទេប៉ុន្តែជាអ្នកដែលចូលរួមដល់ការសង្គមផងដែរតែកុំមកតាមរយៈចំណេះដឹងសមត្ថភាពការគិតនិងការវិភាគរបស់យុវជននេះហើយដែលគឺជាចំណែកដ៏សំខាន់នៅក្នុងការចូលរួមកាត់បន្ថយបញ្ហាប្រឈមការបរិភោគគ្រឿងស្រវឹងហើយនេះហើយក្រុមយុវជននៅតែប្រកាន់គោលចំហវត្តមានរបស់យុវជនក្នុងការចូលរួមនៅក្នុងការកាត់បន្ថយនៅបញ្ហាប្រឈមនេះសូមទទួលយុវជនចោលប៉ុន្តែត្រូវតែយុវជនមកតបស្នងសម្រាប់ដំណោះស្រាយដល់ស្ថាប័នសង្គមជាពិសេសគឺបញ្ហាប្រឈមពីការបរិភោគគ្រឿងស្រវឹងនេះឯងសូមគោរពអរគុណនិងសូមអរគុណ